សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំសារជាថ្មីម្ដងទៀតហើយដោយសារតែមានបងប្អូនគ្នាយើងមួយចំនួនគាត់អាចធ្វើការ log in connect Facebook ជាមួយនឹង Master Pro បានដោយសារតែបញ្ហាវាដាក់ថាវា load alert ជាសារឬក៏វា load ត្រឡប់ថយក្រោយគឺបងប្អូនអាចធ្វើការ connect ជាមួយនឹង Master Pro បានតែម្ដងអញ្ចឹងបញ្ហានេះផងដែរដោយសារតែមានបងប្អូនយើងគាត់ជួបបញ្ហាច្រើនចឹងដូចជាជាក់ស្ដែងខ្ញុំចូលទៅកាន់ Master Post ចឹងហើយយើងចូល connect ជាមួយ Facebook គឺវាអត់ទេគឺវាអាចនឹង load ត្រឡប់ថយក្រោយឬក៏វា load ជាសារ alert បញ្ជាក់ថា Facebook របស់យើងហ្នឹងលេងអត់ទាន់បាន3ខែឬក៏ Facebook របស់យើងអត់មាន ad ណាទាំងដែល Facebook បងប្អូនហ្នឹងលេងយូរហើយចឹងទាំងអស់នេះក៏ផងដែរក៏ខ្ញុំមានដំណោះស្រាយសម្រាប់បងប្អូនអរគ្នាចឹងបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាខ្ញុំទៅប្រាប់អំពីដំណោះស្រាយក្នុងការ connect Facebook ជាមួយនឹង Master Post ឲ្យបានជោគជ័យចឹងសម្រាប់បងប្អូនអរគ្នាយើងថយត្រឡប់មកក្រោយសិនមកបាទសម្រាប់គ្នាយើងដែលមាន app Business Suite នៅលើទូរស័ព្ទដៃគឺបងប្អូនត្រូវធ្វើការលុបនៅកម្មវិធីនឹងចេញមកបាទប៉ុន្តែសម្រាប់បងប្អូនដែលមិនមាន app នឹងនៅលើទូរស័ព្ទដៃទេបងប្អូនមិនបាច់ធ្វើអីទេអញ្ចឹងខ្ញុំធ្វើការ uninstall វាចោលបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការលុបជាមួយនឹងកម្មវិធី Meta Business Suite រួចហើយសម្រាប់បងប្អូនដែលប្រើប្រាស់ iOS គឺបងប្អូនត្រូវចូលទៅកាន់ Safari សម្រាប់បងប្អូនដែលប្រើប្រាស់ Android គឺបងប្អូនត្រូវចូលទៅកាន់ Google Chrome ណាឬគឺ browser ណាក៏ដោយឲ្យតែបងប្អូនកំពុងតែប្រើប្រាស់គឺបងប្អូនចូលទៅកាន់ browser មួយហ្នឹងទៅណាបាទអញ្ចឹងខ្ញុំចូលមកកាន់ browser Chrome ដើម្បីខ្ញុំទៅបង្ហាញបងប្អូនអំពីដំណោះស្រាយជាមួយនឹង Master Post ដើម្បីឲ្យបងប្អូនអាចធ្វើការ post ជាមួយនឹង Post PE ឬក៏យើងហៅថា Post Carousel ណាបាទអញ្ចឹងខ្ញុំចូលមកកាន់ browser Chrome ដើម្បីខ្ញុំបង្ហាញបងប្អូនចំណែកបងប្អូនដែលប្រើប្រាស់ជាមួយនឹង iOS បងប្អូនចូលទៅកាន់ Safari ណាបាទតើបញ្ចូលឲ្យបងប្អូនចូលកន្លែង search ដើម្បីយើងទៅធ្វើការវាយតាមខ្ញុំណាបាទអញ្ចឹងយើងបងប្អូនវាយមក Facebook បាទអូខេ Business ណា Business បងប្អូនវាយមក Business Manager បាទ Manager បាទហើយបងប្អូនធ្វើការ login ចូលទៅដើម្បីយើងទៅធ្វើការអូខេអញ្ចឹងវានឹងបង្ហាញកម្មវិធីទម្រង់បែបនេះចឹងបងប្អូនចូលមកកាន់កម្មវិធីហ្នឹងមកបាទអញ្ចឹងយើងរងចាំវាបន្តិចអូខេអញ្ចឹងនឹងសម្រាប់ខ្ញុំធ្វើនៅលើទូរស័ព្ទពួក Android បងប្អូនណាបាទទៅលើ Samsung ឬក៏ទៅលើយល់ឲ្យពពួក Android គឺយើងចូលមកកាន់ browser Chrome ណាសម្រាប់ iOS យើងចូលទៅកាន់ Safari ទៅបញ្ចូលមកឲ្យបងប្អូនអូស scroll ចុះក្រោមបន្តិចដោយសារតែវារៀងតូចបន្តិចណាប៉ុន្តែអត់ជាបញ្ហាទេអញ្ចឹងបងប្អូនអូសមកបងប្អូនមកមើលផ្នែកខាងក្រោមនេះណាសម្រាប់ Android គឺកន្លែងពាក្យថា create a business portfolio ណាបាទខាងក្រោមនេះបងប្អូនណាបាទបងប្អូនចុចទៅនឹងមកដើម្បីយើងទៅបង្កើតជាមួយនឹងជាមួយនឹងនេះមួយបាទអញ្ចឹងតើគឺបងប្អូនត្រូវដាក់ឈ្មោះណាចំពោះឈ្មោះគឺបងប្អូនចង់ដាក់បែបណាក៏បានដែរអញ្ចឹងខ្ញុំដាក់ឈ្មោះមកអូខេឥឡូវខ្ញុំដាក់ឈ្មោះអូខេ app យកមក app G អញ្ចឹងក៏បានដែរបងប្អូនដាក់មិនក៏ដាក់ទៅបាទតទៅទៀតនេះគឺឈ្មោះដែរអញ្ចឹងបងប្អូនដាក់ឈ្មោះខាងក្រៅមកទៀតមកឈ្មោះហ្នឹងគឺបងប្អូនដាក់ឈ្មោះអីក៏ដាក់ទៅតែខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំបាទខ្ញុំដាក់ឈ្មោះអញ្ចឹងមកបាទចំពោះខាងក្រោមនេះគឺបងប្អូនត្រូវដាក់ជាមួយនឹង email ណាអញ្ចឹងខ្ញុំសូមធ្វើការវាយបញ្ចូល email របស់ខ្ញុំបាទបន្ទាប់ពីយើងធ្វើការដាក់ឈ្មោះបង្កើតឈ្មោះបងប្អូនដាក់បែបម៉េចក៏ដាក់ទៅហើយបងប្អូនត្រូវដាក់ជាមួយនឹង email របស់បងប្អូនដែលបងប្អូនកំពុងតែប្រើប្រាស់បាទតាមទៀតបងប្អូនចុចលើពាក្យថា create ដើម្បីយើងបង្កើតជាមួយនឹងអូខេ business មួយណាបាទយើងបង្កើតមួយមកបាទចុច create បាទអញ្ចឹងចុចបង្កើតដើម្បីខ្ញុំបង្ហាញបងប្អូនអំពីដំណោះស្រាយក្នុងការដែលបងប្អូនមិនអាចធ្វើការ log in ចូលទៅកាន់ជាមួយនឹងMaster Post បានបាទតទៅទៀតបងប្អូនចុចមកកន្លែងពាក្យថា next នេះបន្ទាប់មកបាទឬក៏យើង skip ក៏បានដែរតែបងប្អូនចុចល្អគឺចុច next ទៅណាចុចបន្ទាប់ទៅបាទដើម្បីយើងបង្កើតអូខេហើយបងប្អូនចុចលើពាក្យថា confirm ផ្នែកខាងក្រោមនេះឯងបាទបន្ទាប់ពីបងប្អូនចុចទម្រង់បែបហ្នឹងហើយគឺវានឹងដើរហើយវានឹងលោតបញ្ជាក់ណាវានឹងលោតបញ្ជាក់ឲ្យយើងអូខេអញ្ចឹងបងប្អូនឃើញគឺវាបានហើយវាបានជាមួយនឹងអូខេដែលយើងបង្កើតអ្វីដែលយើងបង្កើតមិញហ្នឹងគឺបានរួចរាល់ហើយបាទតទៅទៀតបងប្អូនអាចថយទៅក្រោយវិញបានណាបាទយើងថយមកក្រោយអស់មកបាទ
បន្ទាប់ពីថយណាខ្ញុំសូមថយសិនអូខេហើយចាំបងប្អូនធ្វើការចូលទៅកាន់ master post របស់យើងបាទចូលមកកាន់ master post ក្នុងករណីដែលបងប្អូនមិនអាចចូលបានណាបើន័យថាវាបងប្អូនចូលទៅគឺវាលូតត្រឡប់ថយក្រោយឬក៏វាលូត alert ជាសារថាយើងនឹងមិនទាន់មាន ad ឬក៏ថា Facebook យើងមិនទាន់លេងគ្រប់3ខែឬមិនទាន់កើតបាន3ខែទៅបាទអញ្ចឹងបងប្អូនចុចកន្លែងមកគេថា power editor នេះមកបាទចុចមកទៅហ្នឹងបាទតទៅទៀតបងប្អូនយកកន្លែងពាក្យថា add account នេះឯងបាទតទៅទៀតហើយយើងចុចជាមួយនឹងពាក្យថា continue with Facebook បាទ continue with Facebook ហើយបងប្អូនរងចាំបន្តិចវានឹងលោតសារបញ្ជាក់ណាវានឹងលោតសារបញ្ជាក់អូខេវាលោតវាកំពុងតែ log in ចូលទៅកាន់ master post បាទអញ្ចឹងចំពោះការ post គឺខ្ញុំគិតថាបងប្អូនចេះអានេះខ្ញុំគ្រាន់ប្រាប់ពីដំណោះស្រាយក្នុងការដែលយើងមិនអាចធ្វើការ log in ចូលទៅកាន់ master post បានខ្ញុំបង្ហាញបងប្អូនជាស្រេចដោយសារតែ internet រៀង slow តិចដែរអញ្ចឹងវារៀង slow រៀងយឺតបន្តិចណាប៉ុន្តែអត់ជាបញ្ហាទេបាទអញ្ចឹងបន្តទៀតបងប្អូនគ្រាន់តែចុចមកកន្លែងនេះពាក្យថា reconnect នេះ reconnect នេះបាទកន្លែង reconnect នេះបាទចុច reconnect មកវានឹងបង្ហាញណាអូខេជួយរងចាំតិចដោយសារតែ internet វា slow បាទអញ្ចឹងខ្ញុំ connect ចូលបានហើយខ្ញុំថយតិចមកបាទអញ្ចឹងនេះវានឹងបង្ហាញណាវាបង្ហាញជាមួយនឹង Facebook របស់យើងហើយនឹងចំនួន page ដែលយើងមាននៅក្នុង account ដែលយើងកំពុងតែប្រើហ្នឹងណាបាទអញ្ចឹងបងប្អូនអាចធ្វើការ upload ដោយការ copy វីដេអូពី TikTok ពី Facebook ពី YouTube ដើម្បីយកមក post ចំណុចហ្នឹងបានណាកន្លែងនេះហើយបើសិនជាបងប្អូនចង់ post ជាមួយនឹងវីដេអូដែលបងប្អូនមាននៅលើទូរស័ព្ទដៃដែលបងប្អូនមានស្រាប់គឺបងប្អូនចុចចំណុចនេះឬក៏បងប្អូនអាចចុចមកកន្លែងនេះក៏បានដែរណាចុចមកកន្លែងពាក្យថា post វីដេអូនេះឯងបងប្អូនចុចមកកន្លែងយើង post បាទអញ្ចឹងវានឹងបង្ហាញចំនួនហើយវានឹងបង្ហាញកន្លែង account របស់យើងហើយនឹងចំនួន page ណាចំនួន page គឺបងប្អូនអាចចុច select មើលបានឃើញទេគឺ account របស់យើងមាន page ប្រមាណគឺវានឹងបង្ហាញបងប្អូនមកទាំងអស់តែម្ដងណាអញ្ចឹងបងប្អូនចង់ post ជាមួយនឹងដូចខ្ញុំបញ្ជាក់អញ្ចឹងជាមួយនឹងវីដេអូនៅក្នុង file ទូរស័ព្ទរបស់យើងក៏បានជាមួយនឹង link URL នៃវីដេអូដែលបងប្អូនបានអំពី TikTok អំពី Facebook ឬក៏អំពី YouTube ក៏បានដែរអត់ជាបញ្ហាទេអញ្ចឹងប៉ុណ្ណឹងគឺបងប្អូនអាចធ្វើការ post បានហើយណាបាទអញ្ចឹងមានប៉ុណ្ណឹងទេសម្រាប់ការចែកម្លែករបស់ខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងបានជាចំណេះដឹងក៏ដូចជាចូលចិត្តចុងក្រោយកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំដើម្បីបានទទួលវីដេអូថ្មីៗបន្ថែមទៀតរាល់ការ upload របស់ខ្ញុំមុនគេអរគុណបងប្អូនជម្រាបលាជួបគ្នាវីដេអូបន្តបាយបាយ